วิธีសាស្ត្រដើម្បីឲ្យឆាប់បាន skin Yuzong All Star អ្នកទាំងអស់គ្នាយល់តែប្រមាណកន្លឹះនេះដឹងតែឆាប់បាន skin ហើយមុនដំបូងគ្នាយើងត្រូវស្គាល់របស់សំខាន់ពីរនេះជាមុនសិនទី1 Treasure Hancoin ខ្ញុំសូមហៅថាកាក់លឿងហើយនិងទី2 Tidal Crystal ខ្ញុំសូមហៅថាគុជពណ៌ខៀវតោះតែយើងមានអាគុជពណ៌ខៀវនេះទើបយើងដូរ skin Yuzong All Star បានដើម្បីដូរបាន skin Yuzong មួយគ្នាយើងត្រូវមានអាគុជពណ៌ខៀវនឹងចំនួន 1000 គ្រាប់ជំហានដំបូងយើងត្រូវខំ farm Treasure Hancoin អាកាក់ពណ៌លឿងនឹងឲ្យបានច្រើនជាមុនសិនដើម្បីយកទៅបង្វិលនៅពេលដែលយើងបង្វិលវានឹង random អាគុជពណ៌ខៀវឲ្យអ្នកទាំងអស់គ្នាតែមិនសូវបានច្រើនទេ10ត្រអីអាចបាន2 3 4គុជពណ៌ខៀវនឹងអីចឹងទៅដើម្បីរកកាក់ពណ៌លឿងឲ្យបានច្រើនហ្នឹងគ្នាយើងគ្រាន់តែធ្វើ test ប្រចាំថ្ងៃប្រចាំសប្តាហ៍ហើយនឹងអា catch up test នេះដោយសារតែ test កន្លែងហ្នឹងវាមាន3កន្លែងណាហើយអា catch up test នេះគឺបានអាកាក់ពណ៌លឿងនឹងច្រើនខ្លាំងមែនតើគ្រាន់តែគ្នាយើងធ្វើការ log in ទៅឲ្យគ្រប់ថ្ងៃរបស់គេទៅនឹងទទួលបានកាក់ពណ៌លឿងហ្នឹងហើយយើងគ្រាន់តែលេងហ្គេមក៏យើងអាចរកកាក់ពណ៌លឿងហ្នឹងបានដែរអ្នកនរគ្នាមើលទៅដូចជា game play ដែលខ្ញុំទើបតែលេងនេះអញ្ចឹងយើងអាច farm អាកាក់ពណ៌លឿងហ្នឹងបានទៀតហើយខ្ញុំអត់ដឹងថាគេឲ្យយើង farm បានប្រហែលកាក់ទេក្នុងមួយថ្ងៃឬក៏មួយសប្តាហ៍ឬក៏ unlimit ក៏ខ្ញុំអត់ដឹងដែរហើយចាំកាលទៀតគ្នាយើងបើ game ធ្វើ quest យកកាក់ហ្នឹងអ្នកនរគ្នា